ก้าวពីព្រេងนี้មានព្រះនាងមួយឈ្មោះនាងស្បែកសព្រះនាងមានសម្រស់ស្រស់ស្អាតណាស់ស្បែកសដូចហេមៈបបោមាត់ក្រហមដូចផ្កាកុលាបព្រមទាំងមានសក់ខ្មៅរលោបរលោងនាងរស់នៅជាមួយម្ដាយជង់ដែលជាមហាក្សត្រីព្រះនាងស្បែកសពិតជាស្រឡាញ់សត្វលោកនិងធម្មជាតិណាស់ម្ដាយចុងរបស់នាងស្បែកសគឺជាស្ត្រីដែលមានមន្តអាកម្មនិងមានចិត្តច្រណែនឈ្នានីសជារៀងរាល់ថ្ងៃនាងតែងសួរទៅកញ្ចក់វេទមន្តថាកញ្ចក់អើយកញ្ចក់តើអ្នកនាងស្រស់ស្អាតជាងគេក្នុងនគរនេះគាត់ចូលចិត្តភាពស្រស់ស្អាតរបស់ខ្លួនឯងហើយចង់ឲ្យពិភពលោកគោរពតែរូបគាត់ម្នាក់កញ្ចក់ក៏ឆ្លើយថាអូព្រះនាងម្ចាស់ព្រះនាងស្រស់ស្អាតណាស់តែនាងស្បែកសស្រស់ស្អាតជាងព្រះនាងទៅទៀតពេលលើកដូច្នេះម្ដាយចុងខឹងសម្បាយ៉ាងខ្លាំងហើយក៏សម្រេចចិត្តរកមធ្យោបាយកម្ចាត់នាងស្បែកសចេញពីនគររបស់គាត់ម្ដាយចុងបានបញ្ជាឲ្យអ្នកប្រមាញ់យកនាងស្បែកសទៅព្រៃជ្រៅបំផុតហើយសម្លាប់នាងចោលពេលទៅដល់ព្រៃអ្នកប្រមាញ់ឃើញនាងស្បែកសគួរឲ្យអាណិតក៏មិនហ៊ានធ្វើបាបនាងឡើយគាត់ជាមនុស្សចិត្តធម៌មិនអាចធ្វើរឿងខុសខើបែបនេះបានទេអ្នកប្រមាញ់ប្រាប់នាងស្បែកសឲ្យរត់ចូលព្រៃហើយគុំត្រឡប់មកនគរវិញនាងស្បែកសភ័យខ្លាចខ្លាំងណាស់តែនាងក៏រត់យ៉ាងលឿនចូលទៅក្នុងព្រៃសត្វព្រៃទាំងឡាយបានជួយលួងនាងមិនឲ្យភ័យខ្លាចហើយនាំនាងទៅកាន់ទីសុវត្ថិភាពបន្ទាប់ពីដើរអស់រយៈពេលជាយូរនាងស្បែកសបានប្រទះឃើញផ្ទះតូចមួយដែលគួរឲ្យស្រឡាញ់នៅក្នុងព្រៃផ្ទះនោះមើលទៅស្អាតប្លែករាងដូចផ្ទះផ្សិតតូចហើយមានបំពង់ផ្សែងនាងក៏សម្រេចចិត្តបើកទ្វារចូលទៅមើលខាងក្នុងដោយសង្ឃឹមថានឹងរកកន្លែងសម្រាកនៅក្នុងផ្ទះនាងស្បែកសបានឃើញអ្វីញញៃពេញតែម្ដងមានចានចំនួន7ទីនិងគ្រែតូចចំនួន7ទីទៀតថងនាងស្បែកសគិតថាប្រកាសជាផ្ទះក្មេងកំព្រាហើយនាងស្បែកសក៏សម្រេចចិត្តរៀបចំសម្អាតផ្ទះទាំងមូលឲ្យមានរបៀបរៀបរយឡើងវិញពេលថ្ងៃលិចមនុស្សទឿទាំង7នាក់បានត្រឡប់មកពីធ្វើការរ៉ែវិញពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញនាងស្បែកសនៅក្នុងផ្ទះរបស់ពួកគេដែលស្អាតបាតនាងស្បែកសក៏រៀបរាប់ប្រាប់ពួកគេពីដំណើររឿងកិច្ចខ្លួនពីម្ដាយចុងទាំងអស់មនុស្សទួទាំង7នាក់មានចិត្តល្អណាស់ហើយពួកគេក៏អនុញ្ញាតឲ្យនាងស្បែកសស្នាក់នៅជាមួយពួកគេនាងស្បែកសជួយធ្វើម្ហូបនិងសម្អាតផ្ទះរីឯមនុស្សទួក៏ចេញទៅធ្វើការរ៉ែរៀងរាល់ថ្ងៃពួកគេសប្បាយរីករាយនឹងការរស់នៅជាមួយគ្នាណាម្ដាយចុងបានសួរកញ្ចក់វេទមន្តម្ដងទៀតហើយដឹងថានាងស្បែកសនៅរស់គាត់ខឹងយ៉ាងខ្លាំងហើយក៏ក្លែងខ្លួនជាស្ត្រីចំណាស់ម្នាក់គាត់បានធ្វើផ្លែប៉ោងពលមួយផ្លែដែលមានរូបរាងស្រស់ស្អាតនិងមានពណ៌ក្រហមឆ្អៅហើយចន្ទនាទៅព្រៃនាងស្បែកសនៅម្នាក់ឯងក្នុងផ្ទះហើយស្ត្រីចំណាស់បានមកដល់គាត់បានអង្វរនាងស្បែកសហើយក៏ភ្លក់ផ្លែប៉ោនោះនាងស្បែកសទុកចិត្តគាត់ហើយក៏ខំផ្លែប៉ោនោះបន្តិចនាងក៏ដួលសន្លប់ភ្លាមគាត់បានយល់ស្បែកអាក្រក់ពេលនោះមនុស្សទួទាំង7នាក់ត្រឡប់មកដល់ផ្ទះហើយក៏ឃើញនាងស្បែកសដេកសន្លប់លើឥដ្ឋពួកគេយំសោកបោកខ្លួនយ៉ាងខ្លាំងហើយព្យាយាមគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះនាងតែមិនបានសម្រេចឡើយពួកគេបន់ស្រន់ឲ្យនាងភ្ញាក់ឡើងវិញដោយមិនអាចកប់នាងស្បែកសបានព្រោះនាងមើលទៅដូចជាកំពុងដេកលក់យ៉ាងស្អាតមនុស្សទួក៏ធ្វើមឈូសកែវដ៏ស្រស់ស្អាតមួយពួកគេបានដាក់នាងស្បែកសនៅក្នុងមឈូសនោះហើយតែងតែយាមក្បែរនាងជានិច្ចទាំងក្តីស្រណោះអាណិតព្រះអង្គម្ចាស់មួយអង្គដែលបានធ្វើដំណើរឆ្លងកាត់ព្រៃបានឃើញមឈូសកែវនោះព្រះអង្គម្ចាស់បានលង់ស្នានាងស្បែកសភ្លាមព្រះអង្គក៏បានថាបនាងដោយក្តីស្រឡាញ់យ៉ាងទន់ភ្លន់អំពើល្អនេះបានបំបែកអំពើអាបធ្មប់ភ្លាមនោះនាងស្បែកសក៏ភ្ញាក់ឡើងពីដំណេកមនុស្សទើទាំង7នាក់មានសេចក្តីរីករាយយ៉ាងក្រៃលែងនាងស្បែកសនិងព្រះអង្គម្ចាស់ក៏រៀបអភិសេកជាមួយគ្នារួចហើយរស់នៅយ៉ាងមានសុភមង្គលជារៀងរហូតនាងស្បែកសចងចាំមិត្តភាពជាមួយមនុស្សទើ